សូមស្វាគមន៍មកកាន់ការផ្សាយព័ត៌មានប្រចាំថ្ងៃពីសារព័ត៌មាន The Khmer Today. I feel bad for what happened to your daughter. It was out of my control. បុរសជនជាតិអូស្ត្រាលីម្នាក់ត្រូវរងការចោទប្រកាន់ពីបទមនុស្សឃាតក្រោយរកឃើញសាកសពក្មេងស្រីក្នុងវ៉ាលីនៅប្រទេសថៃបុរសជនជាតិអូស្ត្រាលីម្នាក់ត្រូវបានសមត្ថកិច្ចថៃធ្វើការចោទប្រកាន់ជាផ្លូវការពីបទមនុស្សឃាតនាពេលថ្មីនេះក្រោយពីបានរកឃើញសាកសពក្មេងស្រីអាយុ17ឆ្នាំម្នាក់ត្រូវគេញាត់ចូលក្នុងវ៉ាលីប្លង់ចោលនៅក្នុងទីក្រុងប៉ាតាយាប្រទេសថៃយោងតាមការបញ្ជាក់ពីនគរបាលក្រុងប៉ាតាយាបានឲ្យដឹងថាសាកសពរបស់ជនរងគ្រោះដែលមានឈ្មោះថាថនចនុកដុនហមឡាត្រូវបានរកឃើញក្នុងស្ថានភាពញាត់ណែនក្នុងវ៉ាលីដែលគេយកទៅបោះចោលនៅក្បែរផ្លូវរថភ្លើងមួយកន្លែងកាលពីព្រលឹមស្រាងថ្ងៃសៅរ៍ភ្លាមនោះភាគីនគរបាលថៃបានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ Simon Peter Kamen នៅឯប្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិក្នុងទីក្រុងបាងកកអំឡុងពេលដែលរូបគេកំពុងត្រៀមរត់ភៀសខ្លួនចេញពីប្រទេសថៃទោះជាយ៉ាងណាជនសង្ស័យបានបដិសេធរាល់ការចោទប្រកាន់ទាំងឡាយតាមប្រភពដដែលបានឲ្យដឹងថាយុវតីវ័យ17ឆ្នាំរូបនេះត្រូវបានក្រុមគ្រួសាររាយការណ៍ថាបាត់ខ្លួនកាលពីវេលាម៉ោង 5 ល្ងាចថ្ងៃសុក្រនៅក្នុងសេចក្តីថ្លែងការណ៍លើបណ្ដាញសង្គមស្ថាប័ននគរបាលបានគូបញ្ជាក់ថាផ្អែកតាមការពិនិត្យរូបភាពពីកាមេរ៉ាសុវត្ថិភាព CCTV បានបង្ហាញឲ្យឃើញថាលោក Kamen បានដើរចូលនៅក្នុងខុនដូមួយកន្លែងជាមួយជនរងគ្រោះកាលពីវេលាម៉ោង 3:34 នាទីទៀបភ្លឺថ្ងៃប្រហ័សលុះដល់យប់ជ្រៅថ្ងៃដដែលនោះរូបគេក៏បានដើរចេញមកក្រៅវិញតែម្នាក់ឯងដោយមានយួរវ៉ាលីទំហំធំមួយរូបភាពកាមេរ៉ាក៏បានបង្ហាញទៀតថាគេបានលើកវ៉ាលីនោះដាក់នៅលើម៉ូតូរួចបើកសម្ដៅទៅរកខ្សែផ្លូវរថភ្លើងសមត្ថកិច្ចបានដេញជើងនឹងឈានទៅដល់ការឃាត់ខ្លួនលោក Kamen នៅឯប្រលានយន្តហោះអន្តរជាតិទីក្រុងបាងកកដែលមានចម្ងាយប្រមាណ150គីឡូម៉ែត្រភាគខាងជើងទីក្រុងប៉ាតាយាកាលពីវេលាម៉ោង 1:15 នាទីរំលងអធ្រាត្រថ្ងៃសៅរ៍ប្រមាណ15នាទីក្រោយមកសាកសពអាក្រាតកាយរបស់ក្មេងស្រីរងគ្រោះក៏ត្រូវបានរកឃើញនៅក្នុងវ៉ាលីនោះតែម្ដងលោក Kamen បានបដិសេធរាល់ការចោទប្រកាន់ពីបទមនុស្សឃាតរួមទាំងបទចោទប្រកាន់ផ្សេងទៀតដូចជាការផ្លាស់ទីលំនៅឬលាក់បាំងសាកសពនិងការនាំយកអនិច្ចជនទៅក្នុងគោលបំណងផ្លូវភេទទុកជាមុនដោយរូបគេបានអះអាងថាវាជាការពារខ្លួនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាលោក Kamen បានប្រាប់នគរបាលថាខ្លួនបានព្រមព្រៀងបង់ប្រាក់ចំនួន 1000 បាតប្រហែល$30ទៅឲ្យក្មេងស្រីរងគ្រោះសម្រាប់សេវាផ្លូវភេទប៉ុន្តែនៅពេលត្រឡប់មកដល់បន្ទប់ស្នាក់នៅពួកគេស្រាប់តែមានចំនួនពាក្យសម្ដីនឹងគ្នាដោយសារតែរូបគេបានឲ្យលុយនាងតែ500បាតប៉ុណ្ណោះយ៉ាងណាមិញនគរបាលថៃបានប្រាប់សារព័ត៌មានអូស្ត្រាលី ABC ថាលោក Kamen ក៏បានអះអាងដែរថាក្មេងស្រីនោះបានបាត់ខ្លួនពីបន្ទប់ដោយខ្លួនឯងក្នុងអំឡុងពេលដែលរូបគេកំពុងគេងលក់នៅក្នុងវីដេអូឃ្លីបមួយដែលត្រូវបានថតអំឡុងពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យរូបនេះបានផ្ញើសារទៅកាន់គ្រួសារសពថាខ្ញុំពិតជាមានអារម្មណ៍មិនល្អចំពោះរឿងរ៉ាវដែលបានកើតឡើងចំពោះកូនស្រីរបស់អ្នកវាហួសពីការគ្រប់គ្រងរបស់ខ្ញុំដឹងថាអ្នកពិតជាសោកសៅនិងខូចចិត្តខ្លាំងណាស់ខ្ញុំក៏ដូចគ្នាដែរលោកបានបន្ថែមចុងក្រោយថាសូមប្រាប់ក្មេងស្រីដទៃទៀតឲ្យមានការប្រុងប្រយ័ត្នផងបារាំងកត់ត្រាអ្នកស្លាប់ប្រមាណ 1000 នាក់ពាក់ព័ន្ធនឹងរលកកម្ដៅខណៈមនុស្សវ័យចំណាស់រងផលប៉ះពាល់ខ្លាំងអាជ្ញាធរសុខាភិបាលបារាំងបានឲ្យដឹងនៅថ្ងៃទី28ខែមិថុនាឆ្នាំ2026ថាមានមនុស្សប្រមាណ 1000 នាក់បានស្លាប់ពាក់ព័ន្ធនឹងរលកកម្ដៅដែលបានវាយប្រហារប្រទេសបារាំងនិងតំបន់អឺរ៉ុបខាងលិចក្នុងរយៈពេលប្រមាណថ្ងៃកន្លងមកតួលេខនេះត្រូវបានចាត់ទុកថាខ្ពស់ជាងការរំពឹងទុកនិងនៅជាតួលេខបឋមដែលអាចកើនឡើងបន្ថែមទៀតនេះបើតាមការចេញផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន AFP យោងតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារសុខាភិបាលសាធារណៈបារាំងចាប់តាំងពីថ្ងៃទី24ខែមិថុនាមកការកើនឡើងនៃចំនួនអ្នកស្លាប់ប្រមាណ 1000 នាក់ត្រូវបានកត់សម្គាល់បើធៀបនឹងអត្រាមរណៈក្នុងខែមុនក្នុងចំណោមអ្នកស្លាប់ទាំងនោះប្រមាណ 85% មានអាយុលើសពី65ឆ្នាំខណៈតំបន់ដែលស្ថិតក្រោមការប្រកាសអាសន្នពណ៌ក្រហមសម្រាប់រលកកម្ដៅគឺជាតំបន់ដែលរង
ផលប៉ះពាល់ធ្ងន់ធ្ងរបំផុតអាជ្ញាធរសុខាភិបាលបានបញ្ជាក់ថាការកើនឡើងនៃអត្រាមរណភាពភាគច្រើនពាក់ព័ន្ធនឹងអ្នកដែលបានស្លាប់នៅក្នុងលំនៅឋានរបស់ខ្លួនជាពិសេសនៅតំបន់ Île-de-France ដែលរួមមានទីក្រុងប៉ារីសនិងតំបន់ជាយរដ្ឋធានីករណីនេះបានបង្ហាញពីសារៈសំខាន់នៃការពង្រឹងវិធានការជួយគាំទ្រប្រជាពលរដ្ឋដែលងាយរងគ្រោះជាពិសេសមនុស្សវ័យចំណាស់និងអ្នកដែលរស់នៅតែម្នាក់ឯងឬកំពុងប្រឈមនឹងភាពឯកោទោះបីជាស្ថានភាពរលកកម្ដៅបានធូរស្រាលបន្តិចនៅទូទាំងប្រទេសបារាំងកាលពីថ្ងៃអាទិត្យក៏ដោយក៏អាជ្ញាធរបានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាការប្រុងប្រយ័ត្នខណៈក្នុងប្រមាណថ្ងៃកន្លងមកនេះសីតុណ្ហភាពនៅតំបន់មួយចំនួនបានកើនលើស40អង្សាសេមន្ត្រីជំនាញក៏បានព្រមានដែរថាតួលេខនៃអ្នកស្លាប់ដែលបានប្រកាសនាពេលកន្លងមកនេះគ្រាន់តែជាការប៉ាន់ប្រមាណបឋមប៉ុណ្ណោះហើយអាចនឹងមានការកែសម្រួលនៅពេលមានទិន្នន័យផ្លូវការបន្ថែមទៀតរាយការណ៍ដោយ The Khmer Today